បាទសួស្តីបងប្អូនទាំងអស់គ្នាហ្នឹងហើយនៅក្នុងថ្ងៃនេះគឺខ្ញុំបាទនឹងមកបង្ហាញបងប្អូនអំពីរបៀបនៃការអឺreset នៅកុំព្យូទ័ររបស់យើងដែលថា clean up នៅកុំព្យូទ័ររបស់យើងអញ្ចឹងយើងសម្អាតនៅកុំព្យូទ័ររបស់យើងនៅពេលមានការគាំងការដើរយឺតអឺប្រើប្រាស់នៅកម្មវិធីអ្វីមួយផ្សេងៗហ្នឹងមានការរអាក់រអួលជាដើមដូច្នេះខ្ញុំកុំឲ្យបងអង្គយូរគឺយើងចូលទៅកាន់របៀបនឹងទាំងអស់គ្នាទីមួយគឺបងប្អូនចូលបើកកុំព្យូទ័ររបស់បងប្អូនមកហើយបងប្អូនចូលមកកន្លែងពាក្យថា search កន្លែងនេះអញ្ចឹងបងប្អូនបើសិនជា laptop បងប្អូនចុចនៅលើ keyboard សញ្ញា Windows ហ្នឹងបងប្អូនចុចមកគឺបងប្អូនមានកន្លែង search ហើយអញ្ចឹងនៅពេលហ្នឹងគឺបងប្អូន search នៅកន្លែងនេះហើយបងប្អូន search ពាក្យថា run ណាបងប្អូន search ពាក្យថា run មក run ចឹងមកនេះគឺវាចេញមកចេះអញ្ចឹងយើងបងប្អូនចុចនៅលើសញ្ញា run នេះមកគេថា run system នេះណាបន្ទាប់មកទៀតបងប្អូនជ្រើសរើសពាក្យថាtime នេះបងប្អូនចុចភាគរយហើយ time តាមហ្នឹងមកហើយភាគរយមកបើបងប្អូនមិនដែលបាន restart ធ្លាប់បងប្អូនមិនដែលធ្លាប់បាន clean up ទេគឺវាអត់ចេញទេនៅកន្លែងហ្នឹងដូច្នេះហើយបងប្អូនត្រូវចុចមកចុចពាក្យសញ្ញាភ្នែកមាន់ហ្នឹងហើយបងប្អូនចុច time ហើយចុចភ្នែកមាន់ទៀតមកគឺចុចបែបហ្នឹងមកហើយបងប្អូនចុចពាក្យ OK បន្ទាប់មកទៀតបងប្អូនឃើញថានៅកន្លែងនេះគឺវាសិតតែជាមេរោគសិតតែជាធ្វើឲ្យអ្វីដែលធ្វើឲ្យកុំព្យូទ័ររបស់បងប្អូនគាំងឬក៏ពេញនៅ memory នឹងឯងចុះបងប្អូនចុច Control អក្សរ A ឬក៏ select ទាំងអស់ហ្នឹងហើយមើលស្ដាំដើម្បី delete ក៏បានឬបងប្អូនចុចនៅលើ keyboard សញ្ញាគេដាក់អក្សរ delete នេះក៏បានដែរអូខេឥឡូវយើងមកដល់កន្លែងនេះយើងគ្រាន់តែ tick វាហើយយើង skip វាទៅគឺបានដែរហើយកន្លែងនេះយើងមិនបាច់ព្យាយាមលុបវាទេដោយសារអីដោយសារតាមេរោគខ្លះវាមានភាពសំខាន់សម្រាប់ដំណើរការនៃកុំព្យូទ័រអញ្ចឹងយើងមិនបាច់ចាំព្យាយាមលុបវាផ្សេងទេយើងគ្រាន់តែអ្វីដែលវាលុបឲ្យយើងបានគឺលុបតែប៉ុណ្្នឹងទៅអូខេអញ្ចឹងយើងបានរួចហើយយើងខ្វែងវាចោលសិនមកបន្ទាប់មួយទៀតយើងចូលទៅកន្លែងហ្នឹងដដែលហើយរួចមកយើងចុចពាក្យថា run ដដែលហ្នឹងអូខេហើយបងប្អូនមកកន្លែងនេះបងប្អូនជ្រើសរើសយកពាក្យថា time ហ្នឹងគឺ time ដូចគ្នាដែរតែអត់មានសញ្ញាភ្នែកមាន់ទាំងសងខាងទេបងប្អូនចុចលើនឹងមកហើយចុចពាក្យថា OK តមកទៀតបងប្អូនឃើញថាមេរោគវាច្រើនដូចគ្នាបងប្អូនចុច Control A ដើម្បី select ទាំងអស់ហើយចុច delete ទៅចុច take ហើយ skip វាណាអូខេប៉ុណ្ណឹងបងប្អូនខ្វែងចោលបន្តមកទៀតបងប្អូនចុចលើពាក្យនឹងដដែលពាក្យ run នឹងដដែលហើយបងប្អូនចុចពាក្យថា perfect ណាperfect ណាចុចលើនឹងមកចុច OK ហើយបងប្អូនចុចពាក្យ continue មកបន្តមកទៀតបងប្អូនចុច Control A ដើម្បី select ទាំងអស់ហើយចុច delete មកណាអូខេដល់ពេលហ្នឹងយើងចុច tick ហើយចុច skip ទៅប៉ុណ្ណឹងយើងរួចរាល់ហើយយើងចូលទៅមួយដំណាក់កាលទៀតគឺយើងចុចលើនឹងដដែលចុចពាក្យថា desk clean up ណានេះ desk clean up អញ្ចឹងបងប្អូនចុចលើនឹងមកឲ្យវាដើរសិនហើយបងប្អូនតែចុច tick នេះកន្លែងនេះតែចុច tick ទាំងអស់ណាតែចុច tick ទាំងអស់ហើយចុចពាក្យថា clean up system file អូខេមកដល់កន្លែងនេះហើយបងប្អូនចុចពាក្យថាបងប្អូនចុច tick វាទាំងអស់ទាំងដូចគ្នាទៅហើយយើងចុច OK ហើយយើងចុចពាក្យថា delete file រងចាំវាដើរឲ្យពេញទៅយើងរួចរាល់ហើយប៉ុណ្ណឹងតមកទៀតបងប្អូននៅពេលវាដើរពេញបងប្អូនអាចចុចពាក្យថា restart computer ឬ shut down វាសិនទៅហើយបើកមកវិញគឺ computer ដំណើរការធម្មតាមកវិញមេរោគអីផ្សេងៗគឺវាលុបអស់ហើយវិធីសាស្ត្រនេះបងប្អូនអាចប្រើប្រាស់វារយៈពេល5ថ្ងៃម្ដងអីទៅ
ដើម្បីធ្វើឲ្យកុំព្យូទ័របងប្អូនកាន់តែមានភាពដើរទៅរលូនល្អជាងមុនអូខេឥឡូវវាដើរពេញហើយយើងមកមើលកន្លែងធុងសារ៉ាំនេះយើងឃើញថាវាបានលុបអស់ហើយអញ្ចឹងយើងប៉ុណ្្នឹងទៅយើងបានហើយយើងអាច restart កុំព្យូទ័រយើងទៅណាយើងអាច restart កុំព្យូទ័រយើងសិនទៅយើងដំណើរការសិមយើងដំណើរការទៅលើកម្មវិធីអីមួយបាទអរគុណការបង្ហាញរបស់ខ្ញុំមានប៉ុណ្្នឹង